វីដេអូនេះដែរខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាអំពីរបៀបស្វែងរក keyword បាទ keyword សម្រាប់ចូលទៅដាក់នៅក្នុង channel YouTube ឲ្យត្រូវនឹង content ដែលយើងកំពុងតែធ្វើបាទចឹងដើម្បីស្វែងរក keyword ចូលមកដាក់ក្នុង channel YouTube ហ្នឹងពុកម៉ែបងប្អូនទាំងអស់គ្នាចូលទៅក្នុង browser ឬក៏ internet ណាមួយដែលពុកម៉ែបងប្អូនទាំងអស់គ្នាកំពុងប្រើយើងចូលមកហើយយើងធ្វើការចូលទៅក្នុង channel YouTube ដោយសារខ្ញុំបានចូលរួចហើយពុកម៉ែបងប្អូនទាំងអស់គ្នាអាចចូល connect នៅក្នុង channel YouTube មកហើយពុកម៉ែបងប្អូនទាំងអស់គ្នាចុចទៅលើ custom my channel មកអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាក៏លេខមើលខាងក្រោមនេះបាទសញ្ញាស្ពឺនេះកន្លែង setting នេះបាទយើងចុចកន្លែងសញ្ញាស្ពឺនោះមកសារ internet slow បាទរងចាំតិចចូលដល់កន្លែងហ្នឹងហើយពុកម៉ែបងប្អូនទាំងអស់គ្នាចូលកន្លែង channel មកដោយសារនេះបាទ cloud keyword ដោយសារខ្ញុំអត់ទាន់បានវាយបញ្ចូលអញ្ចឹងយើងធ្វើការទៅស្វែងរក keyword ដើម្បីយកមកដាក់បាទអញ្ចឹងយើងចូលទៅ channel មួយទៀតមកយើង search មកពុកម៉ែបងប្អូនទាំងអស់គ្នាវាយថា YouTube keyword ហើយយើងដាក់ tool ចេះមកបាទហើយយើងចុច search មកអញ្ចឹងពុកម៉ែបងប្អូនទាំងគ្នាយកខាងលើនេះបាទយើងយកមកសម្រាប់ column ខាងលើនេះយើងធ្វើការ search អំពី content ដែលយើងកំពុងធ្វើបាទឧទាហរណ៍ដូចជាពុកម៉ែបងប្អូនទាំងគ្នាធ្វើអំពីការចម្អិនម្ហូបយើងដាក់ cooking មកបើធ្វើអំពី AI យើងដាក់ AI មកឧទាហរណ៍ដូច channel YouTube របស់ខ្ញុំធ្វើអំពីរបៀបបង្កើតរបៀបដោះស្រាយបញ្ហាអញ្ចឹងខ្ញុំវាយដាក់ថា how to មក how to create តែប៉ុន្តែយើងវាយទៅតាម content ដែលយើងធ្វើបាទដោយសារខ្ញុំពីច្រើនបង្ហាញអំពីរបៀបបង្កើត Gmail បង្កើត YouTube បង្កើត Apple ID និងរបៀបបង្កើតវីដេអូ AI អញ្ចឹងយើងដាក់ how to create មកវានឹងបង្ហាញចេញមកបាទអញ្ចឹងយើងចុចពាក្យ search មកនេះបាទបង្ហាញចេញមកហើយសម្រាប់ keyword ទាំងអស់ហ្នឹងវា630បាទវាច្រើនមែនទែនយើង scroll វាឡើងលើមកនេះវាមាន how to create YouTube channel how to create meme coin វាមានច្រើន how to create a website យើងអាច select ចូល keyword ណាមួយដែលយើងគិតថាត្រឹមត្រូវគិតថាល្អជាងយកទៅផាសបញ្ចូលនៅក្នុង keyword របស់ YouTube បាទបន្ទាប់មកបងប្អូនពុកម៉ែទាំងអស់គ្នាទៅលេខមើលខាងក្រោមនេះខាងស្ដាំដៃវាមានកន្លោន3នេះបាទអញ្ចឹងយើងចុចអាកន្លោនចុងគេនេះមកបាទយើងចុចមកហើយយើងយកពាក្យថា copy អញ្ចឹងយើងធ្វើការទៅផាសនៅក្នុង note ឬក៏ផាសទៅក្នុងកន្លែងណាមួយដែលសម្រាប់ធ្វើការទុកបាទយើងចុចផាសមកយើងធ្វើការ copy ម្ដងទៀតដោយសារយើង copy អត់ទាន់បានយើង copy ភាសាទៀតមកនេះបាទវាចូលមកបាទវាច្រើនមែនទេដល់ទៅ600ជាងអញ្ចឹងពុកម៉ែបងប្អូនទាំងគ្នាធ្វើការ copy មកបាទឧទាហរណ៍ខាងលើនេះមើលទៅតំណងបាទយើង copy មកយើង copy វាមកហើយយើងចូលទៅក្នុង website របស់យើងវិញមក channel YouTube របស់យើងហ្នឹងនេះបាទហើយយើងចុចទៅលើ keyword ហ្នឹងមកហើយយើងធ្វើការផាសពេលដែលយើងផាសហើយវានឹង load បែបនេះហើយបាទអញ្ចឹងយើងចុច copy មកបាទយើង copy select យក keyword ណាមួយដែលគិតថាល្អបាទដូច keyword នេះបាទ how to create a Gmail account អញ្ចឹងបាទអញ្ចឹងយើង copy មកពុកម៉ែបងប្អូនទាំងគ្នាអាច copy តាមរបៀបហ្នឹងបាទ copy ទៅហើយ copy ដាក់ឲ្យ
ពេញវាអាចទទួលបានទាំងអស់500ពាក្យបានអត់អញ្ចឹងយើង copy ទៅ500ពាក្យអញ្ចឹងយើង copy ទៅនៅពេលដែល copy ដល់ចំណុចគ្រប់500ហ្នឹងយើងធ្វើការ save បាទអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នា select រកមើលទៅថាkeyword ណាដែលល្អបាទដូចជានេះអីព្រោះខ្ញុំបានបង្ហាញខ្ញុំមានវីដេអូជាច្រើនណាស់ទាក់ទងនឹងការបង្កើតហ្នឹងបាទនេះ how to create Apple ID អញ្ចឹងយើងមក copy មកបាទពេលដែល copy ចូលកន្លែង keyword នឹងពេញគ្រប់500ពាក្យហើយពុកម៉ែបងប្អូនទាំងអស់គ្នាចុចពាក្យ save នេះបាទយើងចុច save ទៅវានឹងធ្វើការជាប់នៅក្នុងហ្នឹងបាទអញ្ចឹងបើយើងចង់ដឹងថាវាបាន save ទុកឬមិន save ទុកខ្ញុំចុចទៅកន្លែង setting ម្ដងទៀតមកហើយយើងចុចពាក្យ channel ដដែលបាទនេះបាន save ទុកក៏បាទដោយសារខ្ញុំធ្វើវីដេអូនេះគ្រាន់តែបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាទេបាទដល់ពេលពុកម៉ែបងប្អូនទាំងអស់គ្នាធ្វើជាក់ស្ដែងគឺធ្វើឲ្យ copy ឲ្យពេញបាទឲ្យពេញពាក្យគ្រប់500ពាក្យហ្នឹងបាទព្រោះពាក្យក៏លើសសំខាន់ណាស់យើងហើយវាជា keyword ដែលរុញច្រើនវីដេអូយើងឲ្យគេមើលច្រើនបាទ how to create a YouTube channel how to create Apple ID និយាយចំទៅយើងដាក់ keyword ឲ្យត្រូវជាមួយនឹង content ណាបាទ content ដែលយើងកំពុងតែធ្វើបាទអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេអរគុណចំពោះការតាមដានទស្សនាទាំងអស់គ្នាបាទ